បាទសូមជម្រាបសួរដល់លោកមេភូមិលោកមេឃុំលោកអភិបាលស្រុកមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យបាទជួយត្រួតពិនិត្យសម្រួលផ្លូវមួយខ្សែនៅក្នុងភូមិសុបិនស្ថិតនៅក្នុងឃុំពានីស្រុកកំពង់តាឡាចខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋឲ្យសមរម្យក្នុងការធ្វើដំណើរបានទេព្រោះផ្លូវនេះមានការខូចខាតកលុកផុកបែកអីបែកម៉ាំគួរសមដែរអញ្ចឹងណាហើយរូបភាពនេះគឺប្រជាពលរដ្ឋនៅក្នុងភូមិបានថតផ្ញើមកដល់អង្គភាពសារព័ត៌មានយើងបាទកន្លងមកអាជ្ញាធរឃុំពានីអាជ្ញាធរស្រុកកំពង់តាឡាចបានយកចិត្តទុកដាក់ច្រើនក៏ប៉ុន្តែនៅផ្លូវមួយខ្សែនេះបើបានឃើញវីដេអូនេះហើយសូមមេត្តាជួយសម្រួលយ៉ាងណាដើម្បីឲ្យផ្លូវនេះបានសមរម្យល្មមក្នុងការធ្វើដំណើរបាទក្មេងៗទៅរៀនកម្មករកម្មនីទៅធ្វើរោងចក្រអ្នកធ្វើដំណើរទៅផ្សារឬទៅបុណ្យទានអីចឹងណាបាទខ្ញុំសង្ឃឹមថាអាជ្ញាធរឃុំពានីអាជ្ញាធរស្រុកនឹងសម្រួលតាមលទ្ធភាពដែលអាចទៅធ្វើបានហើយមួយទៀតក៏សូមអធិស្ឋានយោគយល់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នាបាទកុំចាក់ដីផ្ទះខ្ពស់ជាងផ្លូវកុំចាក់លុបប្រឡាយទឹកប្រឡាយអីឆ្អែបផ្លូវដូច្នេះហើយវាធ្វើឲ្យលិចផ្លូវណាបាទសូមអរគុណសង្ឃឹមថាអ្នកពាក់ព័ន្ធចូលរួមទាំងអស់គ្នាដើម្បីបានផ្លូវល្អទាំងអស់គ្នាផ្លូវនេះសង្ស័យជាផ្លូវឃុំទេតែសូមសំណពរគ្រប់ទ្រង់ថ្នាក់